เพจiQ TWS Air3 ឥឡូវយើងទៅបើកប្រអប់ទាំងអស់គ្នាអ្នកនរគ្នាគិតមិនដែរជាមួយនឹង microphone ដែលចេញពីកាសមកគូនេះអ្នកគ្នាអញ្ចឹង mic វាស្រូបបានល្អមែនតើនិយាយរួមវាអត់សលេងវាស្ដាប់ទៅគឺសទន់ផងបាននេះ តើឥឡូវដល់ម៉ោងយើងតេស្តជាមួយនឹង microphone ហើយនឹងសលេងបាសរបស់កាសហ្នឹងហើយអ្នកនាងអូខេឥឡូវខ្ញុំ connect ហើយខ្ញុំ connect ហើយអ្នកនាងឃើញនេះ load iQ TWS Air3 ឥឡូវខ្ញុំដកកាសហ្នឹងចេញមកហើយយើងទៅតេស្ត microphone ឥឡូវយើងតេស្ត microphone របស់គ្នាអូខេឥឡូវខ្ញុំចូលទៅក្នុង app មួយដែលបញ្ចង់អ្នកនាងឃើញថាវា load microphone អត់អូខេ app ហ្នឹងគឺ Blackmagic អូខេដើម្បីអ្នកនាងកំណត់ audio source ចង់ដឹងថាវាមាន mic អត់អ្នកនាងចូលទៅកន្លែង audio នេះគេន័យថាបើកាសហ្នឹងវាមានបំពាក់មកជាមួយ microphone ល្អឬក៏វាមាន mic ស្រូបសលេងវានឹង load ចូលទៅនេះអញ្ចឹងវាមានជំរើសឲ្យខ្ញុំរើស iPhone microphone ឬក៏ iQ TWS Air3 microphone អញ្ចឹងឥឡូវខ្ញុំយក iQ TWS Air3 microphone នោះមកអូខេឥឡូវខ្ញុំចុចនេះ video record អ្នកនេះឃើញសលេងវា load អត់នេះអូខេឥឡូវខ្ញុំ test recording សលេង microphone នោះមួយគេអ្នកនរគ្នាគិតមិនដែរជាមួយនឹង microphone ដែលចេញពីកាសមកគូនេះអ្នកគ្នាអញ្ចឹង mic វាស្រូបបានល្អមែនតើ mic វាខ្ញុំ rate ឲ្យអាចថា7/10អ្នកគ្នាតែសលេងវាស្ដាប់បានល្អនិយាយរួមវាអត់សលេងវាស្ដាប់ទៅគឺសទន់ផងបាននេះនៅលើ iPhone ចំពោះការ iQ TWS Air3 នេះវាមានមកជាមួយនឹង app V earpod ណា V earphone អញ្ចឹងនៅក្នុង V earphone ហ្នឹងយើងអាច connect ជាមួយកាសរបស់យើងឧទាហរណ៍នេះខ្ញុំដកប្រើហើយនៅពេលដែលយើងដកប្រើយើងចូលទៅកាន់ app យើង connect ហើយអ្នកគ្នាអាចកំណត់ setting ថាអូខេសលេងហ្នឹងគឺអ្នកគ្នាចង់បានសលេង standard ចង់ស្ដាប់ឮសលេង clear voice ចង់ស្ដាប់ឮសលេង mega bass សលេង bass ធ្ងន់ឬក៏សលេងដែលស្រួយឬក៏សលេងនៅពេលដែលលេង game ដូចជា e-sport ប្រកួតអីចឹងទៅគេដាក់ monster sound ហើយនឹង impressive audio book អីដែលខ្ញុំចាប់អារម្មណ៍ហ្នឹងគឺកន្លែង e-sport sound effect នេះគ្នាគឺល្អមែនតើខ្ញុំតេស្តសលេងទាំង bass ទាំង voice ទាំងអី surround sound effect អីគឺវាបុកធ្ងន់ល្អមែនតើអ្នកគ្នាសម្រាប់មួយនេះគឺល្អមែនតើហើយនៅក្នុងកាសហ្នឹងទៀតយើងសម្រាប់អ្នកដែលគាត់លេង game អ្នកគ្នាគេដាក់ low latency gaming function មានថានៅពេលដែលអ្នកគ្នាលេង game ដូចជា PUBG ឬអីចឹងវាអត់ delay ទេហើយមួយទៀតកាសនេះបំពាក់មកជាមួយនឹង microphone triple mic មានថាវាមាន mic ស្រូបសលេងល្អពាក់មកជាមួយនឹង Bluetooth 6 ចុចហើយថ្មរបស់វាតឹងប្រអប់នេះវាកាន់បាន45ម៉ោងអ្នកគ្នាហើយវាបំពាក់មកជាមួយ Across IP54 ទៀតអញ្ចឹងកាសនេះដែរខ្ញុំតេស្តហើយគឺល្អមែនតើអ្នកគ្នាទាំង microphone ទាំង gaming ទាំងការងារទូទៅគឺល្អមែនតើតម្លៃវាតែ20ជាងទេបងប្អូនអាចធ្វើការកំងបានអញ្ចឹងបងប្អូនដែលត្រូវការ mic ត្រូវការកាសដែលមាន mic ស្រូបសលេងល្អអត់សលេងអត់ delay Bluetooth បានល្អហើយវាល្អសម្រាប់ gaming សម្រាប់ការងារទូទៅអ្នកនាងអាចប្រើជាមួយនឹង SR3 នេះបានខ្ញុំធានាអីវ៉ាន់នេះជូនមួយឆ្នាំ